អំពីចិនក្តៅក្រហាយនិងការអូទាញកម្ពុជាដោយអាមេរិកាំងឲ្យចូលខាងខ្លួននៅក្នុងពេលដែលកម្ពុជានិងថៃកំពុងតែមានវិបត្តិនឹងគ្នាក្តៅក្រហាយជាខ្លាំងក្រោយពីចិនបានចំណាយដើមទុនប្រមាណជាជាង$20,000 លានផ្ដល់ឥណទាននិងកម្ចីដល់កម្ពុជាហើយចិនបានគិតថានឹងប្រើប្រាស់កម្ពុជាក្នុងប្រយោជន៍ជាច្រើនយ៉ាងរួមទាំងប្រយោជន៍ភូមិសាស្ត្រនយោបាយផងដែរតែនៅពេលថ្មីនេះចិនក្តៅក្រហាយយ៉ាងខ្លាំងដោយមិននឹកស្មានថារដ្ឋាភិបាល Donald Trump អាចនឹងប្រើ leverage របស់ខ្លួនយ៉ាងងាយបំផុតក្នុងគោលដៅអូសទាញកម្ពុជាឲ្យងាកមករកអាមេរិកាំងចាប់តាំងពីថ្ងៃទី6 ខែវិច្ឆិកាកន្លងទៅនេះក្រសួងការបរទេសសហរដ្ឋអាមេរិកបានទទួលបញ្ជាពីប្រធានាធិបតី Trump ឲ្យលុបចោលនៅទណ្ឌកម្ម Arms Embargo on Cambodia គឺទណ្ឌកម្មដាក់ដង្កៀបលើការដោះដូរនិងទិញដូរសព្វាវុធរវាងអាមេរិកាំងនិងកម្ពុជាក្រោយពីការកាន់អំណាចដ៏មាំ38ឆ្នាំរបស់លោកហ៊ុនសែនរបស់លោកហ៊ុនសែនកាន់អំណាចដ៏រឹងមាំអស់រយៈពេល38ឆ្នាំដោយលោកហ៊ុនសែននិងត្រកូលរបស់លោកនៅកម្ពុជាហាក់ដូចជារកពឹងពំនាក់ទៅលើមហាអំណាចណាឲ្យជួយដោះស្រាយវិវាទកម្មខ្លួនជាមួយនឹងថៃមិនបានក៏ចំពេលដែលលោកប្រធានាធិបតី Donald Trump ចាប់អារម្មណ៍លើភូមិសាស្ត្រនយោបាយកម្ពុជាហើយក៏លូកដៃជួយដោះស្រាយវិវាទកម្មដែលកំពុងតែកើតឡើងនេះនៅក្នុងរយៈកាល30ឆ្នាំមកនេះចិនបានចំណាយលើការផ្ដល់ឥណទាននិងកម្ចីប្រមាណជាង$20,000 លានដល់កម្ពុជាក្នុងការកសាងផែនការហេដ្ឋារចនាសម្ព័ន្ធជាច្រើនរួមទាំងជាពិសេសផងដែរការកសាងនៅឯក្រុងព្រះសីហនុព្រមទាំងការខំប្រឹងប្រែងរបស់ចិនជួសជុលនិងអាប់ក្រេតកំពង់ផែទ័ពជើងទឹកនៅរាមកំពង់សោមកម្ពុជាប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនដើម្បីបញ្ជាការរិះគន់ពីសំណាក់អាស៊ានលើអំពើវេទទឹកដីរបស់ខ្លួននៅសមុទ្រចិនខាងត្បូងកម្ពុជាជាកូនសោមួយជួយចិនគោះកុំឲ្យអាស៊ានបរិហាចិនបានក៏ប៉ុន្តែការជួយដល់ចិនដោះដូរនឹងឥណទានហិរញ្ញវត្ថុជំនួយកម្ចីពីចិនឥឡូវនេះហាក់ដូចជាបង្ហាញថាមេដឹកនាំកម្ពុជាគឺលោកហ៊ុនសែនបានងាកចេញបន្តិចម្ដងពីភាពជិតស្និទ្ធជាមួយនឹងចិនហើយងាកទៅរកសហរដ្ឋអាមេរិកឲ្យជួយដោះស្រាយវិវាទកម្មដែលកំពុងតែកើតឡើងរវាងកម្ពុជាគឺលោកហ៊ុនសែននិងថៃដូច្នេះហើយក្នុងគោលដៅនេះគម្លាតបន្តិចម្ដងពីចិនធ្វើឲ្យចិនក្តៅក្រហាយដែលមិននឹកស្មានសោះថាកូនជឹងរបស់ខ្លួនដែលខ្លួនខំប្រឹងបញ្ជោថាជាមិត្តដែកថែបនោះកំពុងតែងាកទៅពឹងអំណាចដទៃ
ដែលធ្វើឲ្យចិនអាចរបូតដៃចេញពីភូមិសាស្ត្រនយោបាយមួយចំណែកនៃឈូងសមុទ្រថៃឡង់ត្រង់នេះកាលពីកិច្ចប្រជុំ APEC នៅឯកូរ៉េខាងត្បូងពីខែតុលាឆ្នាំ25នេះកម្ពុជាបានសម្ដែងខ្លួនមិននិយាយអ្វីការពារចិនទៀតទេហើយក៏មិនចាញ់ស្ដីនឹងសកម្មភាពការទូតនៅអាស៊ានផងដែរការចាក់ចេញពីការជួយការពារបបហេតុរបស់ទីក្រុងប៉េកាំងបង្កើតបាននៅចំណុចមួយដែលប៉េកាំងមើលឃើញថាលោកហ៊ុនសែនកំពុងតែប្រើប្រាស់កូនប្រុសរបស់គាត់គឺលោកហ៊ុនម៉ាណែតឲ្យដើរតួរងមួយទំនាក់ទំនងជាមួយនឹងសហរដ្ឋអាមេរិករដ្ឋាភិបាលក្រុងតូក្យូនិងរដ្ឋាភិបាលក្រុងខេនបេរ៉ានៃប្រទេសអូស្ត្រាលីដំណើរទៅកាន់ទីក្រុងអស់នេះនឹងទំនាក់ទំនងការទូតទាំងឡាយរវាងកម្ពុជានិងរដ្ឋាភិបាលជប៉ុនអាមេរិកអូស្ត្រាលីហាក់ដូចជាត្រូវចិនចាប់ថ្នាក់បានថាជានយោបាយដែលកម្ពុជាកំពុងតែងាកទៅរកអ្នកដទៃដែលចិនមិនសូវសង្ឃឹមថាកូនជឹងរបស់ខ្លួនស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ខ្លួនទៀតទេការងាកទៅរកអាមេរិកកាំងឲ្យជួយដោះស្រាយវិវាទរវាងកម្ពុជានិងថៃឡង់បានធ្វើឲ្យអាមេរិកកាំងឆាប់បង្កើនល្បឿនទំនាក់ទំនងជាមួយកម្ពុជាដោយបានលុបបំបាត់ចោល restriction on arms sale ការហាមឃាត់មិនលក់អាវុធទៅឲ្យកម្ពុជានិងការហាមឃាត់ឬដាក់កូតាចង្អៀតចំពោះទាហានពីកម្ពុជាមករៀននៅអាមេរិកដូចជារៀននៅបណ្ឌិតសភា West Point Naval Academy និង Air Force Academy ជាដើមចាប់ពីខែវិច្ឆិកានេះសហរដ្ឋអាមេរិកបានបញ្ជូនក្រុមប្រឹក្សាកងទ័ពដែលហៅថា US Military Advisory Team ទៅចាប់ផ្ដើមធ្វើការនៅឯទីក្រុងភ្នំពេញការវិលត្រឡប់មកវិញក្នុងកិច្ចព្រមព្រៀងធ្វើសមយុទ្ធអង្គរសិនទីណែលដែលជាសមយុទ្ធរួមនៃកងទ័ពអាមេរិកកាំងនិងកម្ពុជាដែលបានអខានធ្វើអស់រយៈ8ឆ្នាំរួចមកហើយក៏នឹងចាប់ផ្ដើមធ្វើឡើងវិញនៅឆ្នាំ26ខាងមុខនេះកម្ពុជានឹងបានទទួលនៅការបង្ហាត់បង្រៀនពីសហរដ្ឋអាមេរិកអ្វីដែលគេហៅថា NATO Standard Military Training ការវិលមកលើកនេះដូចផ្ដើមឲ្យមានកម្មវិធីសិក្សាសេនាធិការនិងបញ្ជាការកងទ័ពតាមភាសាអង់គ្លេសដែលអនុញ្ញាតឲ្យកម្ពុជាមានលទ្ធភាពពង្រឹងនិងធ្វើទំនើបកម្មរបស់ខ្លួនក្នុងការប្រើប្រាស់សព្វាវុធយុទ្ធោបករណ៍បច្ចេកវិទ្យាទំនើបឆ្នាំខាងមុខនេះគឺចាប់ពីឆ្នាំ26ទៅនេះប្រព័ន្ធ Telecom អាមេរិក
ដែលតាក់ទងនឹង drone លកណូតល្បាតក្នុងសមុទ្រនឹងការប្រើប្រាស់ប្រតិបត្តិការសឹកតាមរថពាសដែកជាលើកទី1ហើយដែលអាមេរិកកំពុងតែបញ្ចុះបញ្ចូលរបបដឹកនាំនៅកម្ពុជាដោយលោកហ៊ុនសែនហ៊ុនម៉ាណែតឲ្យកងទ័ពកម្ពុជាចូលរួមសមយុទ្ធជាមួយនឹងទទួលបានការណែនាំផ្នែកវិធីប្រតិបត្តិការសឹកដែលហៅថា NATO Standard Command System ឬសេនាធិការទីបញ្ជាការដ្ឋានតាមបទដ្ឋាននៃយោធាអង្គការ NATO គឺជាការប្រើប្រាស់កម្មវិធីលើកដំបូងដែលធ្វើឲ្យកងទ័ពកម្ពុជាប្រើប្រាស់ភាសាអង់គ្លេសជាយានតេឡេកុំសម្រាប់ទំនាក់ទំនងក្នុងការធ្វើប្រតិបត្តិការសឹកនិងក្នុងការបញ្ជាទ័ពដើម្បីជំរុញឲ្យកងទ័ពកម្ពុជាមានលទ្ធភាពសិក្សានិងប្រើប្រាស់អាវុធស្តង់ដារ NATO ឬក៏និយាយឲ្យចំអាវុធអាមេរិកនេះគឺជាឱកាសដែលអាមេរិកកំពុងតែផ្ដល់ឲ្យកម្ពុជាថាតើអំណាចនៅកម្ពុជាគឺលោកហ៊ុនសែនហ៊ុនម៉ាណែតទទួលអោបក្រសោបយកឱកាសនេះប៉ុន្តែយើងមិនទាន់ដឹងនៅឡើយទេបាទមិនទាន់ដឹងនៅឡើយទេណាមិនទាន់ដឹងនៅឡើយទេត្រង់នេះគ្រាន់តែដឹងថាមេដឹកនាំកម្ពុជាកំពុងតែពឹងពាក់អាមេរិកតែការពឹងពាក់នោះមានជំរឿប៉ុណ្ណាយើងមិនទាន់ដឹងនៅឡើយទេ